Tê và đa mà óng ban tùl xua bột bột thà à vậy nó chia quân để chiết nhang phải giáo oi sầm rạch đò ráp đò cha chửi rì à vậy nóได้บกគោលតម្កល់ទុកហើយញ៉ាំងប្រយោជន៍ឲ្យសម្រេចបានអ្វីណោជាកែវរបស់ជនទាំងឡាយអ្វីណោដែលពួកចោលនាំទៅមិនបានពពុទ្ធបានឆ្លើយជាមួយនឹងទេវតាថាសីឡាងយាវៈជារាសាធុសត្ធាសាធុបតិដ្ឋិតាបញ្ញានរានាំងរតនាំងបញ្ញចោរេហេតុហរន្តិសីឡាងយាវៈជារាសាធុមានន័យថាសិលជាគុណជាតិញ៉ាំងប្រយោជន៍ឲ្យសម្រេចដរាបដល់ចាស់ជរាសទ្ធាសាធុបតិដ្ឋិតាសទ្ធាដែលបុគ្គលតម្កល់ទុកហើយញ៉ាំងប្រយោជន៍ឲ្យសម្រេចបានបញ្ញានរានាំងរតនាំងបញ្ញាជាកែវរបស់ជនទាំងឡាយបញ្ញចោរេហេតុហរន្តិបុណ្យពួកចោលនាំទៅមិនបាននេះគឺជាពុទ្ធដីកាដែលនៅតែតន់សម័យហើយនៅតែមានប្រយោជន៍សម្រាប់ពុទ្ធបរិស័ទនៅក្នុងព្រះសាសនានេះសីឡាងយាវៈជារាសាធុសិលជាគុណជាតិខ្ញុំសូមនិយាយមួយនឹងសិនសិលជាគុណជាតិញ៉ាំងប្រយោជន៍ដរាបដល់ចាស់ជរាសិលពាក្យថាសិលឬក៏សីលៈមានន័យថាការសង្រួមបាទការសង្រួមការវាចាកនៅអំពើអាក្រក់ទាំងឡាយទាំងពួងអញ្ចឹងមនុស្សនៅលើផែនដីបើមានសិលគឺគ្មានសង្គ្រាមទេមែនទេបងប្អូនបើមានសិលគឺអត់មានសង្គ្រាមហ្មងហើយក្នុងសង្គមគ្រួសារមួយបើមានសិលគឺសង្គមគ្រួសារនោះគឺមានសេចក្តីសុខប៉ុន្តែបើអត់សិលមិនចាំបាច់និយាយរឿងស្រុកទេសឬក៏ថ្នាក់ដឹកនាំប្រទេសជាតិទេកាលណាបើអត់សិលសំបីតែសង្គមគ្រួសារតូចមួយក៏មានបញ្ហារាល់ថ្ងៃដែរពីព្រោះអីពីព្រោះមនុស្សចេះកុហកពីព្រោះនៅក្នុងសិលគឺមានន័យថាការវាចាកដល់ទៅក្នុងសង្គមគ្រួសារមួយមនុស្សអត់បានវាចាកការកុហកគ្នាផងហ្នឹងនៅតែកុហកគ្នាឲ្យតតាយរាប់មិនអស់កុហកមុខកុហកក្រោយកូនកុហកម្ដាយកុហកកូនប្តីកុហកប្រពន្ធកុហកប្តីកូនកុហករឿងនេះម្ដាយកុហករឿងនោះអញ្ចឹងក្នុងគ្រួសារមួយហ្នឹងវាទៅជាច្បោកច្បល់រញ៉េរញ៉ៃដោយសារតែការមិនរក្សាពាក្យសម្ដីមិនមានពាក្យសច្ចៈនឹងឯងអញ្ចឹងពុទ្ធសម្ដែងនេះគឺមានន័យទូលំទូលាយបងប្អូនមានន័យទូលំទូលាយមែនទែនសុខខាងយាវៈចរិយាសាធុសិលរមែងនាំនៅប្រយោជន៍រហូតដល់រាបដល់ចាស់ជរាហើយប្រយោជន៍សិលវាមានទាំងបច្ចុប្បន្នវាមានទៅទាំងបរលោកណាបរលោកហ្នឹងវានាំដល់នោះប្រយោជន៍សិលដូច្នេះនៅក្នុងសង្គមប្រទេសជាតិនៅក្នុងសង្គមគ្រួសារនៅក្នុងសង្គមពិភពលោកកាលណាបើមានសិល5នេះគឺមិនមានសង្គ្រាមទេអាហ្នឹងយើងនិយាយបែបបញ្ញត្តិចោះហើយមនុស្សនៅលើពិភពលោកដែលធ្វើសង្គ្រាមគឺចង់បានអីអាចង់បានហ្នឹងមិនមែនជាតួសិលទេណាបងប្អូនអ្នកថាធ្វើសង្គ្រាមព្រោះចង់បានសន្តិភាពអត់ទេអត់មែនទេពីព្រោះអីពុទ្ធសំដែងពីរឿងសន្តិភាពអត់តាក់ទងទៅនឹងអាហ្នឹងផងហ្នឹងពុទ្ធសំដែងថាម៉េចណដ្ឋិសន្តិបរាំងសុខាសុខណាស្មើសេចក្តីស្ងប់មិនមានឃើញអត់អញ្ចឹងមានថាយើងធ្វើផ្ទុយជាមួយនឹងពុទ្ធដីកាព្រះសម្ដែងថាការស្ងប់អីគេគឺស្ងប់ការធ្វើនៅហិង្សាផ្សេងស្ងប់ទាំងផ្លូវកាយស្ងប់ទាំងផ្លូវចិត្តដូច្នេះមនុស្សកាលណាបើស្ងប់ទាំងផ្លូវកាយស្ងប់ទាំងផ្លូវចិត្តសួរថាសង្គ្រាមកាត់ចេញមកពីណាបើមនុស្សលើពិភពលោកហ្នឹងសុទ្ធតែជាអ្នកស្ងប់អស់ហើយហ្នឹងអត់មានកើតសង្គ្រាមទេវាមិនខុសពីចោលទេ
បើសិនពិភពលោកនេះមនុស្សមានសិល5គ្រប់គ្នាអត់មានណាមួយជាចោលទេទ្រព្យសម្បត្តិមាសប្រាក់ជ្រុះរត់រាយពេញផែនដីក៏គ្មានណារះដែរពីព្រោះគេថាមិនមែនជារបស់គេអញ្ចឹងគេអត់យកទេឃើញទេប៉ុន្តែមនុស្សដោយសារតែអត់មានសិល5នឹងហើយទើបកើតមានចោលទើបប្រទេសជាតិវឹកវរជ្រួលច្បល់ដោយសារមនុស្សអត់មានសិលហើយទោសនៃការអត់មានសិលនេះគឺធ្វើឲ្យប្រទេសជាតិមួយគឺវឹកវរតែម្ដងគឺលែងទុកចិត្តគ្នាដោយសារមនុស្សអត់មានសិលកុំថាឡើយប្រទេសជាតិមួយគឺពិភពលោកនេះកាលណាបើមិនមានសិល5គឺច្បាស់ណាស់ថានឹងវឹកវរនឹងវិកលរោគកលនិយាយអត់បាននិយាយអត់ត្រូវអញ្ចឹងបានជាពុទ្ធសម្ដែងថាសិលនេះគឺវានាំប្រយោជន៍បងប្អូនគឺមានន័យទលំទលាយជាងនេះទៀតបើនៅក្នុងព្រះអធិកថាផងគឺខៃនៃរហូតដល់បុគ្គលដែលមានសិលហ្នឹងហើយសិលហ្នឹងគឺធ្វើឲ្យបុគ្គលហ្នឹងគឺបានចាក់ធ្លុះនៅអរិយមគ្គអរិយផលទៀតផងប៉ុន្តែខ្ញុំនិយាយនេះគឺនិយាយបែបបញ្ញត្តិសើដើម្បីឲ្យបងប្អូនយល់ទេនេះខ្ញុំលើកចំណុចមួយទៀតដែលពុទ្ធឆ្លើយនឹងសំណួររបស់ទេវតាគឺសុខខាងជីវៈចរិយាសាធុចឹងសង្ឃឹមថាបងប្អូននឹងយកទៅគិតទៅរិះពិចារណាហើយសិល5មានស្អីខ្លះគឺអានឹងខ្ញុំរៀបបបស្មីណាសិល5កុំឲ្យមានបងប្អូនកូនមួយពិចារណាថាឲ្យទៅសិលគឺជាហោះហើយមិនមែនទេចឹងសិល5ទី1គឺមិនសម្លាប់សត្វទី2មិនលួចទ្រព្យគេទី3មិនប្រព្រឹត្តខុសក្នុងកាមេទី4មិនពោលកុហកមិននិយាយកុហកទី5គឺមិនផឹកទឹកស្រវឹងនេះហើយគឺជាសិល5